ទទួលបានការវិភាគពីសត្រូវឲ្យថាញ្ញាក៏នាំគ្នាដើម្បីបែងចែក information តបទៅកាន់ enemy សួរទៅកាន់ Victoria ថាមានតជំនួយមកដែរឬក៏អត់ Victoria ក៏ប្រាប់ថាតតែ600វិនាទីទៀតបានគេមកដល់ទាំងពីរក្រុមបាញ់ប្រហារគ្នាទៅមកស្មារតីគ្នាល្អមែនទែនខាងតរបស់យើងក៏ត្រូវខាងតរបស់គេក៏ត្រូវពេលដែលថាញ្ញានៅគ្នានាំគ្នាហោះទៅលើខ្ពស់ទៅស្រាប់តែ Adsen មិនប្រាប់ឲ្យកងតរបស់គាត់ទៅដេញតាមថាញ្ញាទេឆ្លៀតឱកាសហ្នឹងថាញ្ញាក៏បានប្រើប្រាស់ពពកដើម្បីបំបាំងខ្លួនរួចហើយក៏បានបាញ់ពួកនឹងទម្លាក់អស់ជាច្រើន Adsen គាត់ទៅបន្តកតុយជាមួយនឹងថាញ្ញាជាប់បន្ទាប់មកក៏បានប្រើប្រាស់គ្រាប់កំភ្លើងដែលគាត់បញ្ចូលអាគមនៅលើនាវានឹងបាញ់សម្ដៅទៅកាន់ Victoria ជាមួយនឹងថាញ្ញារត់ឡើងផាកញ្ញាំ Volleyball នៅគ្នាក៏ទៅជួយថាញ្ញាដោយបាញ់ពីក្រោយបន្ទាប់មក Adsen ក៏បានបែរក្រោយមកវិញបាញ់ផ្លោងទៅកាន់ Volleyball នៅគ្នាឲ្យដេកដួលអស់វាយនៅពេលដែលឃើញអញ្ចឹងគាត់ក៏ចាប់ផ្ដើមខឹងលែងដឹងខ្យល់អីហើយចាប់ផ្ដើមបាញ់ប្រហារទៅកាន់ Adsen យកមកក៏ប៉ុន្តែពេលហ្នឹងក៏ចូលអន្ទះរបស់សត្រូវបាញ់បង្វែរកណ្ដុងមកកភ្លុះស្រាប់តែថាញ្ញាក៏បានបួងសួងទៅកាន់ព្រះជាម្ចាស់រួចហើយក៏បានប្រើប្រាស់ល្បឿនលឿនដើម្បីទៅជួយ cover វាយចេញ Shield Spell របស់ថាញ្ញារៀងមាំដែរគ្រាប់កំភ្លើងប៉ុណ្ណឹងធ្វើឲ្យគាត់មិនកាត់នោះទេក៏ប៉ុន្តែនៅតែត្រូវ Adsen ដេញបាញ់រត់ឡើងពេញមេឃ Adsen បាញ់ថាញ្ញាឡើងផ្សែងខ្មៅពេញមេឃបន្ទាប់មកថាញ្ញាក៏បានឆ្លៀតឱកាសមួយហ្នឹងដើម្បីចូលទៅជិត Adsen រួចហើយក៏បានទីកំបិតចាក់គាត់មួយ Adsen គាត់ក៏ចាប់ដៃថាញ្ញាជាប់រួចហើយក៏ព្យាយាមបន្ទោសខ្លួនឯងដើម្បីឲ្យថាញ្ញាស្លាប់ដែរអញ្ចឹងថាញ្ញាគាត់ទៅឃើញមុខប៉ែននឹងភ្លាមក៏ដឹងលោប៉ះគ្នាជាមួយនឹងគាត់ពី3ដងហើយនៅតែអាចមកតទោសជាមួយនឹងគាត់បានទៀតច្បាស់ណាស់វាគឺជាទង្វើរបស់ភាវៈ X ដែលដឹកនាំឲ្យមកជួបខ្លួននឹងត្មងរៀបនឹងផ្ទុះស្លាប់ជាមួយនឹង Adsen ទៅហើយស្រាប់តែមានពីណាគេម្នាក់បាញ់មកកភ្លើងត្រូវស្មារបស់ថាញ្ញាក៏ដូចជាទម្លុះខ្លួនរបស់ Adsen ផងដែរវាជាស្នាដៃរបស់ Victoria ដើម្បីជួយកាប់តែនខ្លួនថាញ្ញាក៏បានទាញកភ្លើងបាញ់ទៅកាន់ Adsen រះយកបន្ទាប់មក Adsen ក៏បានបន្ទោសខ្លួនគាត់ក្រែងលោមានពីណាគេទៅស្លាប់ជាមួយគាត់អញ្ចឹងក៏ប៉ុន្តែបំផ្ទុះប៉ុណ្ណឹងគឺមិនអាចធ្វើឲ្យថាញ្ញាបានទេបន្ទាប់មករយៈពេល600វិនាទីក៏បានកន្លងផុតទៅតបជំនួយរបស់ក្រុមថាញ្ញាក៏បានមកដល់ Athenalia នៅពេលដែលឃើញកងទ័ពរបស់ថាញ្ញាមកជួយអញ្ចឹងក៏នាំគ្នាដកថយទៅបាត់អស់ទៅខាងសមរភូមិរបស់យើងឯណាវិញក៏ចាប់ផ្ដើមស្ងាត់ការប្លង់គ្រាប់ហើយព្រោះថាកងទ័ពរបស់សត្រូវបានសាបសូន្យអស់ហើយឥឡូវនេះចូលដល់ប្រតិបត្តិការបោសសម្អាតសមរភូមិវិញម្ដងក្រុមគ្នារបស់ថាញ្ញាដែលសត្រូវបាញ់ធ្លាក់ទឹកក៏បានជួយសង្គ្រោះមកដូចគ្នាឥឡូវនេះការត្រឡប់ទៅផ្ទះរបស់ក្រុមថាញ្ញាគឺត្រឡប់ទៅវិញដោយជ័យជំនះនឹងឯងនៅថ្ងៃទី10ខែកក្កដាឆ្នាំ1925ខាង Republic នឹងក៏បានប្រកាសចាញ់សង្គ្រាមទៅកាន់ Empire លោកឧត្តមសេនីយ៍ទាំងពីរនាក់របស់យើងក៏មកប្រជុំគ្នាជាមួយនឹងថ្នាក់លើក៏ដូចជាអ្នកជំនួយផ្សេងៗទៀតហើយចំពោះការឈ្នះសង្គ្រាមមួយនេះខាងថ្នាក់លើក៏ដូចជាអ្នកសេដ្ឋកិច្ចទាំងអស់ហ្នឹងក៏គ្រោងនឹងដាក់អាណានិគមទៅលើផ្នែកខ្លះនៃសមុទ្ររបស់ Republic ផងដែរឥឡូវនេះថាញ្ញាគាត់កំពុងតែនៅក្នុងព្រះវិហារមិនមែនមកគោរពឬក៏បួងសួងទៅកាន់ព្រះសេទេគឺមកឈរសើចមកដាក់រូបសំណាកតែម្ដងចេញទៅក្រៅវិញហ្នឹងក៏ឃើញក្មេងៗវាកំពុងតែប៊ូលីគ្នាតែបានត្រឹមតែមើលបានតែចូលជួយពីណាគេនោះទេអង្គុយនៅក្នុង office មើលទៅកាន់កំភ្លើងដែលខ្លួនយកពីសត្រូវមកបដានឹងនឹកឃើញទៅកាន់ Adsen បដាស្រាប់តែពេលហ្នឹង Victoria គាត់ក៏បានកាន់ឯកសារចូលមកក្នុងហ្នឹងសួរទៅកាន់កាប់តែនរបស់ខ្លួនមិនក៏មកធ្វើការដែរអញ្ចឹងបើប្រៀបធៀបទៅកាន់ប្រពន្ធទាំងអស់នោះវិញបែរជាទៅផឹកវិយាស៊ីសាច់នៅឯឆ្នេរសមុទ្រឯណោះបន្ទាប់មកថាញ្ញាគាត់ក៏ទៅនិយាយរឿងដែលកងទ័ព Navy របស់ Republic ក្នុងការដឹកនាំរបស់ Delago Michael គាត់ក៏បានបញ្ជាឲ្យកងទ័ព Navy ទាំងអស់ហ្នឹងដកថយហើយរយៈពេលតែប្រហែលទៀតស្ថានភាពតានតឹងវាលែងមានសង្គ្រាមនឹងចប់ដោយឯងលើអញ្ចឹងភ្លាមថាញ្ញាគាត់ហាក់បីដូចជាមិនស្ងប់ចិត្តសួរទៅកាន់ Victoria ថាថ្នាក់លើនឹងនិយាយថាសង្គ្រាមមួយនេះវាចប់ឬក៏គ្រាន់តែមានតែបទឈប់បាញ់ទេ Victoria ក៏និយាយប្រាប់ថាខ្លួនឮថាវាជាបទឈប់បាញ់កងទ័ពរបស់ Republic ដែលថាដកថយហ្នឹងគឺស្ថិតនៅក្រោមការដឹកនាំរបស់ Delago Pire Michael ទីតាំងទ័ព Navy ដែលដកថយគឺធ្វើសកម្មភាពនៅឯកំពង់ផែនឹងឯងថាញ្ញាគាត់ទៅលើចឹងភ្លាមក៏បើក map មើលរួចហើយក៏ទះតុកមួយទំហឹងប្រាប់ឲ្យគ្នារៀបចំខ្លួនទៅហើយជិះ V1 ទៅប្រឈមមុខជាមួយនឹងសត្រូវនៅឯកំពង់ផែរបស់វាតែម្ដងហើយវាក៏ដូចជាការគិតរបស់ថាញ្ញាមែន Delago Pire Michael គាត់ក៏ពោលតែរៀបចំកងទ័ពឡើងកំពង់ផែដើម្បីទៅធ្វើសកម្មភាពអីមួយយ៉ាងថាញ្ញាក៏ទៅនិយាយគ្នាជាមួយនឹងមេបញ្ជាការគ្រប់គ្រងនៅផ្នែកខាងលិចថាឲ្យគាត់បញ្ជូនកងទ័ពទៅវាយគ្នាជាមួយនឹងសត្រូវអញ្ចឹងព្រោះថាបទឈប់បាញ់ហ្នឹងគឺគ្មានប្រយោជន៍នោះទេតែបន្តិចទៀតខាង Republic នឹងបកក្បាលមកវាយយើងវិញជាមិនខានគាត់អត់ព្រមឲ្យថាញ្ញាទៅវាយនោះទេដោយគិតថាកងទ័ពរបស់ Republic កំពុងតែបាក់អញ្ចឹងគឺគ្មានកម្លាំងវាយយើងតវិញទេក៏ប៉ុន្តែថាញ្ញានៅតែទទូចប្រាប់ថាទៅថ្ងៃអនាគតបើសិនជាយើងមិនធ្វើសកម្មភាពឥឡូវនោះប្រជាជននៅថ្ងៃអនាគតនឹងហៅថាយើងខ្ជិលមិនបង្ហាញការងារហើយដោយគាត់នៅតែប្រកែកដដែលថាញ្ញាដោយគាត់មានទូនាទីមួយអាចដឹកនាំកងទ័ពទៅធ្វើសកម្មភាពអីបានចឹងក៏ប្រាប់ថាឲ្យលោកមេបញ្ជាការនៅឯផ្នែកខាងលិចហ្នឹងក៏មករៀបរៀងគាត់ឲ្យសោះគាត់ធ្វើអីគឺធ្វើហ្នឹងចេញទៅក្រៅហៅគ្នាដើម្បីឲ្យត្រៀមខ្លួនឡើងម៉ាស៊ីន V1 ក៏ប៉ុន្តែកងទ័ពគ្រប់គ្នាហ្នឹងអង្វរកទៅកាន់កាប់តែនមែនតើថាកុំទៅធ្វើសង្គ្រាមអី Victoria គាត់ចេញមកក៏ប្រាប់ថាខាងឧត្តមសេនីយ៍គឺហាមគាត់មិនឲ្យថាញ្ញាធ្វើសកម្មភាពអីទាំងអស់ឲ្យនៅស្ងៀមថាញ្ញាមួម៉ៅក្តៅក្រហាយនៅក្នុងចិត្ត
មែនទែនតែបន្តិចទៀតសោះនឹងអាចបញ្ចប់សង្គ្រាមបានក៏ប៉ុន្តែឥឡូវបែរជាបណ្ដោយឲ្យសត្រូវនៅមានព្រៀបរួចហើយតែបន្តិចទៀតនោះសង្គ្រាមនឹងកើតឡើងម្ដងទៀតហើយមានយុស័កមុខតំណែងធំអីទេគ្រាន់តែជាទាហានធម្មតាបើប្រកែកបទបញ្ជានោះនឹងត្រូវគេបាញ់សម្លាប់ចោលជាមិនខានថាញាបានត្រឹមតែចូលទៅក្នុងបន្ទប់បញ្ចេញកំហឹងទៅលើទូកៅអៅនៅអេពីសូតទី12ថាញាក៏មកជួបគ្នាជាមួយនឹងអ្នកយាម2នាក់ដើម្បីមកជួបគ្នាជាមួយនឹងឧត្តមសេនីយ៍ហែនក៏ប៉ុន្តែគាត់រវល់ហើយកំពុងតែជុលកែវគ្នាផឹកស្រាអបអសាទរជ័យជំនះនៃសង្គ្រាមបន្ទាប់មកគាត់ក៏បានដើរចេញទៅវិញអេរិកគាត់ក៏ឃើញថាញាទៅជួបគ្នាជាមួយនឹងអ្នកយាមទៅក៏ដឹងថាថាញាគាត់ចង់ជួបគ្នាជាមួយនឹងឧត្តមសេនីយ៍ហែនគាត់ក៏បានទៅជួបគ្នាជាមួយថាញាថាចង់និយាយក៏ប្រាប់គាត់មកគាត់ចាំស្ដាប់ថាញាផឹកកាហ្វេមួយកែវអស់រលីងរួចហើយក៏និយាយទៅកាន់អេរិកថានៅពេលដែលយើងវាកងទ័ពសត្រូវឲ្យបាក់អញ្ចឹងច្បាស់ណាស់ប្រទេសជិតខាងប្រកាសជានៅស្ងាត់ស្ងៀមដើម្បីឲ្យគេមានកម្លាំងតទល់ជាមួយនឹងយើងពេលក្រោយហើយឥឡូវនេះយើងទទួលបានជ័យជំនះអញ្ចឹងឆ្ងល់ថាមិនក៏ខាងថ្នាក់លើក៏ដូចជាឧត្តមសេនីយ៍ទាំងពីរហ្នឹងមិនប្រើប្រាស់ជ័យជំនះមួយនេះឲ្យបានត្រឹមត្រូវអញ្ចឹងតាមគាត់ឮថាញាឮថាឧត្តមសេនីយ៍ក៏ដូចជាថ្នាក់លើទាំងអស់កំពុងតែចូលកែវគ្នាសប្បាយរីករាយនឹងជ័យជំនះសង្គ្រាមកងទ័ពជួរមុខដែលកាន់កាភ្លើងបាញ់ជាមួយនឹងសត្រូវសមណាស់នឹងចូលកែវគ្នាក៏ប៉ុន្តែខាងថ្នាក់លើដែលជាអ្នករៀបចំផែនការសង្គ្រាមមិនអាចជប់លៀងបានទេព្រោះថាមានតែគាត់នឹងហើយដែលដឹងពីស្ថានភាពច្បាស់ជាងគេអេរិកគាត់ក៏ថាញាដូចជាកេងកាងពេកហើយទៅដឹងធ្វើថានាងមានស្នាដៃជាច្រើននៅក្នុងសង្គ្រាមនឹងមែនប៉ុន្តែការធ្វើបែបនេះវាជ្រុលហួសហេតុពេកហើយព្រោះថាខាង Republic ក៏បាត់បង់ក្រុងមកកាន់ពួកយើងផងដែរលើពីនឹងទីទៀតអេរិកក៏បានបង្ហាញឯកសារមួយដែលជា file complaint របស់មេបញ្ជាការនៅផ្នែកខាងលិចរាយការណ៍ប្រាប់ថាញាចង់ល្មើសជាមួយនឹងបទបញ្ជាហើយញាក៏នៅតែប្រកែកថាសង្គ្រាមនឹងនៅតែអាចមានអញ្ចឹងព្រោះថាមានហេតុផលខ្លះដែលវាមិនទាន់សមរម្យសោះនោះយើងទាំងអស់គ្នាគ្រាបីដូចជាក្របបែកដែលរៀបនឹងផ្ទុះអញ្ចឹងគ្រាន់តែវាមិនទាន់ដល់ពេលបទពិសោធន៍ដែលថាញាទទួលបាននៅក្នុងពេលសង្គ្រាមហ្នឹងគឺមានតែភ្លើងកំហឹងស្អប់គ្នាទៅមកហើយខ្លួនក៏ឃើញទ័ពចំណិតរបស់ខ្លួនដែលមានសមត្ថភាពខ្លាំងពូកែក៏ទៅជាច្រឡោតខឹងលែងស្ដាប់ពីណាគេទាំងអស់ដូចគ្នាការសងសឹកពីមួយទៅមួយក៏ខ្លួនជួបច្រើនដូចគ្នាដូចជាលោកពូអែនសែនអញ្ចឹងតាសម្រាប់ខ្លួនម្ដងហើយម្ដងទៀតបើទោះបីជាពិភពលោកវិវត្តទៅមុខអស់ជាច្រើនឆ្នាំក៏ដោយភាវៈមនុស្សនៅតែជាប្រភេទក្របបែកមិនទាន់ផ្ទុះដដែលសម្រាប់ចាត់ធ្វើឲ្យមួយតាមកំហឹងដោយបំភ្លេចហេតុផលសមរម្យចោលដូច្នេះហើយដើម្បីបញ្ចប់សង្គ្រាមបានជំរឿនទាំងមួយគត់គឺលុបបំបាត់ភ្លើងកំហឹងទាំងអស់នោះឲ្យសាបសូន្យតែម្ដងអេរិកយកចិត្តទុកដាក់ស្ដាប់ថាញានិយាយឡើងបែកញើសជោគមុខបន្ទាប់មកក៏មានអរិយការចូលមកក្នុងប្រាប់ថាកងទ័ពរបស់ Republic កំពុងតែធ្វើចលនានៅផ្នែកខាងត្បូងនៅថ្ងៃ10ខែសីហាឆ្នាំ1925នៅឯកំពង់ផែខាងត្បូងរបស់ Republic លោក Deligo Pure Michael ក៏បាននិយាយថ្លែងការណ៍ទៅកាន់កងទ័ពរបស់ពួកគាត់ហើយគាត់ក៏ស្បត់សច្ចាប្រាប់ទៅកាន់ប្រជាជនរបស់ Republic ទាំងអស់ផងដែរគាត់នឹងតស៊ូវាយគ្នាជាមួយនឹង Empire រហូតដល់ដង្ហើមចុងក្រោយរបស់គាត់តែម្ដងហាងកាសែតក៏ចុះផ្សព្វផ្សាយគ្រប់ទីកន្លែងថាឥឡូវនេះ Republic ក៏កំពុងតែក្រោកឡើងវាយគ្នាជាមួយនឹង Empire ម្ដងទៀតក្រុមកងទ័ពរបស់ឋានាយើងក៏ចាប់ផ្ដើមបោះសម្អាត rifle រៀងខ្លួនដើម្បីត្រៀមប្រយុទ្ធម្ដងទៀតផងដែរឧត្តមសេនីយ៍ទាំងពីររបស់យើងក៏ចាប់ផ្ដើមញ៉ាំអីជុំគ្នាទឹកមុខគ្មានរីកអីតិចទេលោកឧត្តមសេនីយ៍ Kurt ក៏បោកចានបោកឆ្នាំងដោយខឹងពេលដែលឃើញកងទ័ពរបស់ Anton-Alien នៅសេសសល់ទៅចូលរួមជាមួយនឹង Republic វាយគ្នាជាមួយនឹងខ្លួនម្ដងទៀតជំរឿនតែមួយគត់ដែលមានគឺបញ្ជូនកងទ័ពទៅផ្នែកខាងត្បូងដើម្បីតទល់ជាមួយនឹងពួកវាទេក៏ប៉ុន្តែលោកឧត្តមសេនីយ៍ Hand ក៏សុចេះថាកងទ័ពរបស់យើងគឺជាប្រភេទកងទ័ពដែលនៅតាមបន្ទាយឬក៏ជំរំមានតែបញ្ជូនកងទ័ពកាន់តែតិចកាន់តែល្អព្រោះថាការវាយគ្នាឆ្លងសមុទ្រចឹងគឺមិនមែនជាចំណុចខ្លាំងរបស់កងទ័ពយើងទេក៏ប៉ុន្តែឧត្តមសេនីយ៍ Hand ហ្នឹងគាត់ក៏មានការសង្ស័យផងដែរបញ្ជូនកងទ័ពទៅខាងត្បូងឆ្លងសមុទ្រអីហ្នឹងមិនក៏ប្រកាសចិត្តម៉េះថាប្រទេសផ្សេងទៀតនឹងមិនចូលរួមវាយប្រហារមកលើ Empire លើកចំណុចហ្នឹងមកភ្លាមវាក៏ក្លាយទៅជាចំណុចរសើបមួយមិនអាចមើលរំលងបានឡើយនៅក្នុងព្រះវិហារឋានារៀបនឹងទីងកាភ្លើងបាញ់រូបសំណាក់របស់ព្រះចោលហើយក៏ប៉ុន្តែគាត់ក៏បានទុកកាភ្លើងរួចហើយក៏បានដើរចេញទៅក្រៅវិញហើយឋានាក៏បាននិយាយបញ្យល់ប្រាប់ពួកយើងផងដែរថាស្ថានភាពរបស់ Empire ឥឡូវនេះគឺហាក់បីដូចជាប្រយុទ្ធប្រឆាំងជាមួយនឹងពិភពលោកទាំងមូលតែម្ដងព្រោះថារយៈពេលកន្លងមកដែលបានវាយប្រហារទៅកាន់ Dakia Republic និង Anton-Alien ហ្នឹងគឺជាចំណុចមួយដែលធ្វើឲ្យប្រទេសជិតខាងជុំវិញទូទាំងពិភពលោកគិតថា Empire គឺជាបិសាចនិងជាការគំរាមកំហែងទៅកាន់ពិភពលោកតែម្ដងត្រូវតែសេរីចោលបើមិនចឹងទេពិភពលោកនឹងរងការគំរាមកំហែងកងប្រពន្ធរបស់លោក Anson ដែលបានរត់ចោលស្រុកកាលពីលើកមុនហ្នឹងគឺមករស់នៅឯសហរដ្ឋអាមេរិកហើយ Mary ដែលជាកូនស្រីរបស់លោក Anson ហ្នឹងក៏បានទៅស្ម័គ្រចិត្តចូលបម្រើកងទ័ពនិងបានបដិញ្ញាចិត្តទាំងទឹកភ្នែកប្រាប់ថាខ្លួននឹងស្វែងរកយុត្តិធម៌ឲ្យពិភពលោកនិងការពារក្មេងៗជំនាន់ក្រោយមិនឲ្យឆ្លងកាត់រឿងរ៉ាវសោកសៅដូចជារូបគេឡើយនៅឯជំរំខាងត្បូងឋានាក៏បានឡើងទៅប្រកាសនិយាយលើកទឹកចិត្តកងទ័ពគ្រប់គ្នាហាក់បីដូចជាគេមានបិសាចចូលខ្លួនអញ្ចឹងប្រាប់ថាលើនេះសង្គ្រាមគឺយើងមិនធ្វើជាមួយនឹងជាតិសាសន៍ពី3ប្រទេស
ទេសជិតខាងនោះទេគឺជាមួយនឹងពិភពលោកជុំវិញតែម្ដងហើយមិនបាច់ជឿទៅលើព្រះជាម្ចាស់ជឿស្អីទៀតទេឥឡូវនេះយើងនឹងកាន់យកជោគវាសនារបស់ប្រទេសយើងនៅក្នុងដៃតែម្ដងយើងយកការងាររបស់ព្រះជាម្ចាស់មកប្រើប្រាស់ខ្លួនឯងវិញហើយបើសិនជាព្រះជាម្ចាស់ហ៊ានលូកដៃមួយសារទៀតខ្លួននឹងពុះវះព្រះជាម្ចាស់ដូចជាជ្រូករួចហើយក៏បោះឲ្យឆ្កែស៊ីតែម្ដងខាងថ្នាក់លើដែលកំពុងតែប្រជុំគ្នានៅពេលដែលឃើញត្រង់ចំណុចមួយដែលកងទ័ពរបស់គេច្រើនមួយកំភ្លុះបែរជាឲ្យកងទ័ពរបស់ឋានញ៉ាមួយក្រុមតូចទៅទប់ទល់ទៅវិញអញ្ចឹងទៅអេរិកក៏បានបញ្ជាក់ប្រាប់ម្ដងទៀតថាឋានញ៉ាមិនមែនជាក្មេងស្រីធម្មតានោះទេនាងគឺជាកងទ័ពចំណិតមួយដែលមានរូបរាងជាក្មេងស្រីនោះទេក៏ប៉ុន្តែចិត្តគំនិតប្រាជ្ញារបស់នាងគឺជាបិសាចសុទ្ធតែម្ដង